ថ្ងៃនេះមកបង្ហាញពីមុខម្ហូបរបស់ខ្ញុំម្ដងចាឆាសាច់គោជាមួយនឹងផ្កាខាត់ណាប្រូកូលីកាត់ណាខៀវបងប្អូនចាធ្វើមិនដើម្បីឲ្យឆានឹងកាន់តែឆ្ងាញ់ជាងគេលើលោកតែម្ដងចាសាច់គោហាន់ហើយដាក់ម្ទេស1គីឡូប៊ីចេង1គីឡូអំបិលស្ករកន្លះគីឡូអញ្ចឹងណាជ័យលេងទេបងប្អូនខ្ញុំហាន់សាច់គោហើយចាហាន់ម្ទេសហាន់អីនឹងគ្រឿងក្រូវមានស្ករអំបិលបន្តិចប៊ីចេងបន្តិចហើយនឹងទឹកត្រីចាជាមួយនឹងប្រេងខ្យងអត់ចោលទេជាមួយនឹងទឹកស៊ីអ៊ីវបន្តិចលួចបន្តិចប៉ុន្តែរសជាតិឲ្យអ៊ុយជាមួយនឹងម្រេចខ្មែរដាក់ទៅមកតោនេះទៅបានឆ្ងាញ់ដាក់តាមការចូលចិត្តបងប្អូននិយាយផ្កាឆាផ្កាខាត់ណាអ្នកណាក៏ចេះដែរមែនអត់បងប្អូនអើយដាក់1គីឡូតាមខ្ញុំនឹងបងប្អូនឲ្យចាក់ចោលហើយខ្ញុំដាក់ខ្ទះចាហើយនឹងដាក់ប៊ឺបន្តិចដើម្បីឲ្យឈ្ងុយបងប្អូនក្រោយមកខ្ញុំដាក់ខ្ទឹមបងចាកន្លះគីឡូអីទៅនិយាយលេងទេឆាខ្ទឹមនឹងឲ្យខ្លោចអូយ introvert ចំតួឆាខ្ទឹមនឹងឲ្យល្មមក្រៀមល្មមហើយខ្ញុំចាក់សាច់គោចូលអត់ចាំបាច់ងើបអោនងើបដាក់គ្រឿងអីច្រើនសាយផ្សំគ្រឿងតែម្ដងគឺរួចរាល់តែម្ដងមិនចាំបាច់ភ្លក់អីឆាមួយចានម្នាក់ឯងបងប្អូនអើយតែថ្ងៃនេះឃ្លានពេកចាឆារៀងច្រើនខ្ជិលទុកនាំសល់នាំខូចខ្ញុំឆាសាច់គោខ្ញុំជ្រើសរើសយកឲ្យល្អសាច់ផុយហើយខ្ញុំឆាហ្នឹងគឺអត់យកឆ្អិនពេកទេព្រោះខ្លាចរឹងសាច់ចាខ្ញុំឆាឆ្អិនត្រឹមតែ 80% ទេបងប្អូនធ្វើឲ្យសាច់ហ្នឹងទន់ល្មើយមានរសជាតិឆ្ងាញ់មែនតែនហើយខ្ញុំដួសសាច់ចេញពេលឆ្អិនបន្ទាប់មកខ្ញុំដាក់ផ្កាខាត់ណាខៀវចូលហើយផ្កាខាត់ណាហ្នឹងមុននឹងខ្ញុំយកមកឆាគឺខ្ញុំស្រុះទឹកក្តៅខ្ញុំដាក់ខ្លាញ់បន្តិចជាមួយនឹងអំបិលបន្តិចចារួចរាល់ហើយក៏ខ្ញុំចាក់អាសាច់ដែលឆាហើយនឹងពីលើអ៊ុយនិយាយមែនបងប្អូនមិនមែនត្រឹមតែរសជាតិទេការឌីគ័រឲ្យអ៊ុយតែម្ដងស្នាដៃកូនបងញាក់ណាស់បងប្អូនអើយមេឃកំពុងលឹមបានក្តៅអញ្ចេះអ៊ុយកប់ហ្មងចាមកកម្ដៅបាយបងប្អូនដឹងហើយថាខ្ញុំញ៉ាំតែបាយផ្អប់នឹងឯងមានតែមានបាយដាំទេបងប្អូនអើយបាយកម្ដៅតែមួយផ្លែត1នាទីចាឆ្អិនបានញ៉ាំរួចរាល់ងាយមែនតែននិយាយពីធ្វើម្ហូបមួយចានមួយមុខនេះវិញអត់ដល់3នាទីបងប្អូនព្រោះបន្លែប្លុកឲ្យខ្ញុំហាន់ទុកស្រាច់អ៊ុយឃ្លានសាហាវបងប្អូនអើយកប់ស្លាប់តើងនិយាយម៉ាននិយាយពីសាច់ហើយនឹងបន្លែអត់ឆ្អិនពេកម៉ាត់ល្មមរសជាតិប្រៃល្មមអ៊ុយឆ្ងាញ់សាហាវណាស់និយាយមែនបាយមកប្រអប់នេះអត់អស់ទេអូយសាហាវព្រៃផ្សាយណាស់ស្នាដៃទឹកដៃមិនធម្មតាមានតែមួយលោកបងប្អូនពេលមើលឲ្យសម័យដល់រសជាតិថារសជាតិឆ្ងាញ់ប៉ុណ្ណានិយាយរួមរសជាតិប្រៃផ្អែមល្មមស្មើគ្នាហ្មងហើយបន្លែអត់ឆ្អិនពេកសាច់ក៏អត់ឆ្អិនពេកផុយល្មមឈ្ងុយម្រេចហឹរតិចជាតិណាស់បងប្អូនអើយក្តៅបាយក្តៅអស់ទាំងចានអត់ដឹងខ្លួនទេនិយាយមែនឆ្ងាញ់កប់ស្លាប់តើងហើយបូកផ្សំនឹងមេឃភ្លៀងទៀតណាបងប្អូនថាទៅមេឃភ្លៀងបើហត់ទឹកស៊ុបហត់អីទៀតវាកាន់ឆ្ងាញ់ប៉ុន្តែធម្មតាទេមកពីធ្វើការរៀងយប់ជ្រៅអីអញ្ចឹងទៅមានពេលណាទៅរងាស់ស៊ុបរងាស់អីបងប្អូនរើសម្ហូបណាដែលងាយស្រួលញ៉ាំលឿនថ្ងៃនេះសំណាងហើយដែលចង់ញ៉ាំអាចធ្វើញ៉ាំបានមានបន្លែមានអីស្រាប់រត់ដងទិញតែបាយម៉ាតហូបហ្នឹងចាអត់ចាំបាច់ធ្វើអីញ៉ៃច្រើនទេបាយមកប្រអប់ត្រឹមតែ300-400អីឆ្អែតហើយឆ្ងាញ់ដែរហើយអាហារសុខភាពដែរអញ្ចឹងអត់ហត់ចំណាយពេលធ្វើខាត់ហ្គាសខាត់ភ្លើងអីទេមុតតែទឹកបាយប្រអប់300ជាង400រួចឃើញអត់បងប្អូនងាយស្រួលមែនតែនហ្មងប៉ុន្តែធ្វើអញ្ចឹងពេលខ្លះអាណិតរាងកាយដែរបងប្អូនយើងប្រើគេមួយថ្ងៃដែរអញ្ចឹងត្រូវតែផ្ដល់កាដូមាត់កាដូរាងកាយដែរ